ខឹងនិងមិនខឹងខឹងឬទោសៈក៏ជាធម្មៈមានសភាវៈលក្ខណៈកើតព្រោះហេតុនិងបច្ច័យកើតឡើងហើយក៏រលត់ទៅយ៉ាងលឿនរហ័សมันអាចបង្កប់បញ្ជាបានមិនខឹងក៏មិនកើតចង់ឲ្យខឹងក៏មិនកើតមិនមែនជាយើងជាសត្វជាបុគ្គលនោះទេការខឹងក្រោធនិងការមិនខឹងក្រោធនោះប្រសិនបើបានសិក្សាសន្សំការយល់ដឹងអំពីរឿងរបស់បញ្ញាមកក៏នឹងបានដឹងថាមិនខឹងក្រោធល្អជាងតែបើមិនបានសិក្សាសន្សំបញ្ញាមកទេក៏នឹងគិតថាត្រូវតែខឹងត្រូវតែតបទៅវិញទោះបីជាឲ្យគិតយ៉ាងម៉េចក៏នឹងគិតមិនចេញថាការដែលមិនខឹងវាល្អជាងការខឹងព្រោះហេតុដូច្នោះហើយទើបត្រូវតែពិចារណាឲ្យបានយល់ពីទោសរបស់អកុសលនិងបានឃើញប្រយោជន៍របស់កុសលហើយបន្តសិក្សាអប់រំចម្រើនកុសលឲ្យបានច្រើនឡើងជារឿយយើងសាកសង្កេតមើលមនុស្សដែលយើងធ្លាប់បានស្គាល់បុគ្គលមួយចំនួនក៏ចិត្តល្អចិត្តទូលាយចេះជួយយកអាសាអ្នកដទៃមិននិយាយអាក្រក់ពីអ្នកដទៃហើយចេះបង្រួបបង្រួមភាគីឆ្លោះប្រកែកគ្នាឲ្យត្រូវគ្នាធ្វើការរួមគ្នាបានប្រព្រឹត្តតែអំពើជាកុសលដូចជាការធ្វើនៅរឿងដែលមានប្រយោជន៍តាមផ្លូវកាយនិងតាមវិជ្ជាជាដើមតែបុគ្គលមួយចំនួនគឺផ្ទុយពីនេះតែមានតែរឿងរឹស្យារឿងខឹងក្តៅក្រហាយនិងគិតតែរឿងអាក្រក់ផ្សេងហើយមានការប្រព្រឹត្តតាមកាយវិការដែលស្ដែងឲ្យឃើញតាមរយៈការនិយាយមិនសមរម្យធ្វើឲ្យបុគ្គលដទៃក្តៅក្រហាយចិត្តនិយាយពាក្យដែលមិនគួរនិយាយសាកគិតមើលថាបើយើងជាអ្នកស្ដាប់ពាក្យនោះវិញក៏មិនចូលចិត្តស្ដាប់ដូចគ្នាតែពេលអ្នកកំពុងនិយាយនោះក៏ភ្លេចគិតហើយក៏មិនបានដឹងថាខណៈនោះក៏ជាអកុសលចិត្តនោះដែរចិត្តការរលត់លឿនខ្លាំងណាស់បន្តិចទៅជាអកុសលចិត្តបន្តិចទៅក៏ជាកុសលចិត្តវាការរលត់ផ្លាស់ប្ដូរគ្នាយ៉ាងលឿនរហ័សបំផុតមិនមែនថាចិត្តជាកុសលរហូតនោះទេឬក៏ថាចិត្តជាអកុសលហើយអកុសលនោះកើតជាប់រហូតនោះដែរគឺសភាពចិត្តកើតបដូរផ្លាស់គ្នាយ៉ាងលឿនរហ័សចំពោះកុសលគឺជាសភាពលក្ខណៈធម៌ដែលល្អផូរផង់ជាហេតុឲ្យកើតនូវផលល្អចំពោះអកុសលជាសភាពធម៌មិនល្អធម៌អាក្រក់ជាទោសជាហេតុឲ្យកើតផលមិនល្អបើមិនបានស្គាល់ធម៌ទេក៏មិនយល់ពីការពិតរបស់សភាពធម៌នេះដែរហើយការយល់ដឹងក៏នឹងមានច្រើនកម្រិតទៅតាមការសិក្សាអប់រំនោះទៅទៀតការយល់ដឹងកម្រិតថ្នាក់ឬថ្នាក់ស្ដាប់ព្រះធម៌នេះជាការយល់ដឹងបញ្ញាដែលមិនទាន់អាចរំលត់បង់ការយល់ខុសនិងអកុសលទាំងឡាយបាននៅឡើយនោះទេត្រឹមតែជាការយល់ដឹងលះបង់ការមិនដឹងមិនយល់ដែលមិនដែលបានឮមិនដែលបានស្ដាប់មកពីមុននោះប៉ុណ្ណោះឯង